ប្រធានាធិបតីអាមេរិកបានចោទសួរអំពីសមត្ថភាពអតីតរាជទាយាទអ៊ីរ៉ង់ក្នុងការបង្រួបបង្រួមប្រជាជាតិរបស់ខ្លួនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងតែចោទសួរទៅលើសមត្ថភាពដឹកនាំរបស់អិសរាជជនប្រឆាំងរបស់អ៊ីរ៉ង់គឺព្រះអង្គម្ចាស់ Reza Pahlavi ព្រះជន្ម65ព្រះវស្សាដែលកំពុងតែនិរទេសខ្លួនរស់នៅសហរដ្ឋអាមេរិកចាប់តាំងពីក្រុមបដិវត្តន៍អ៊ីស្លាមបានបណ្ដេញព្រះបិតារបស់ព្រះអង្គព្រះនាម Mohammad Reza Pahlavi ចេញពីអំណាចកាលពីឆ្នាំ1979រហូតមកទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានផ្សាយនៅព្រឹកថ្ងៃប្រហ័សទី15ខែមករាឆ្នាំ2026ថាលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធថាអិសរាជជននយោបាយប្រឆាំងអ៊ីរ៉ង់គឺព្រះអង្គម្ចាស់ Reza Pahlavi អតីតរាជទាយាទអ៊ីរ៉ង់មើលទៅហាក់បីដូចជាមានលក្ខណៈសំសួនល្អខ្លាំងណាស់សម្រាប់ធ្វើជាមេដឹកនាំរបស់ប្រទេសអាស៊ីខាងលិចមួយនេះប៉ុន្តែលោកប្រធានាធិបតីនៅតែសង្កត់ធ្ងន់អំពីភាពមិនច្បាស់លាស់នៅត្រង់ថាតើស្ដេចអង្គនេះនឹងមានសមត្ថភាពប្រមូលផ្ដុំប្រជាជាតិអ៊ីរ៉ង់ងាកមករួបរวมគ្នាសម្រាប់ការឡើងកាន់អំណាចរបស់ព្រះអង្គនាពេលខាងមុខដែរឬអត់នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន Reuters នៅឯការិយាល័យពងក្រពើនៃសេតវិមាននោះមកលោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់ថាស្ថានភាពបច្ចុប្បន្ននៅអ៊ីរ៉ង់នឹងមានឱកាសច្រើនឈានទៅដល់ការដួលរលំនៃរបបគ្រប់គ្រងតាមបែបសាសនារបស់ក្រុងតេអ៊ីរ៉ង់ទន្ទឹមគ្នានេះដែរលោកប្រធានាធិបតី Trump បានគម្រាមម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ជួយគាំទ្រដល់ក្រុមបាតកោនៅក្នុងប្រទេសអ៊ីរ៉ង់ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតនៅក្នុងការបង្ក្រាបដ៏ឃោរឃៅពីអាជ្ញាធរអ៊ីរ៉ង់ប៉ុន្តែលោកប្រធានាធិបតីនៅតែមានការស្ទាក់ស្ទើរក្នុងការខ្ចីនៅការគាំទ្រយ៉ាងពេញលេញរបស់គាត់ទៅលើព្រះអង្គម្ចាស់ Pahlavi ដែលជារាជបុត្រច្បងនៃរាជវង្សចុងក្រោយបង្អស់របស់ស្ដេចសាសនៃរដ្ឋចក្រភពអ៊ីរ៉ង់គឺព្រះអង្គម្ចាស់ Mohammad Reza Pahlavi ដែលត្រូវបានទម្លាក់ចេញពីអំណាចនាឆ្នាំ1979ដោយក្រុមបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហើយបានបន្តកាន់អំណាចរហូតមកដល់ពេលនេះលោកប្រធានាធិបតី Trump បានបន្ថែមថាព្រះអង្គម្ចាស់ Pahlavi ហាក់ដូចជាល្អណាស់ប៉ុន្តែខ្ញុំមិនដឹងថាព្រះអង្គម្ចាស់នឹងដឹកនាំប្រទេសរបស់ព្រះអង្គដោយរបៀបណានោះដែរហើយយើងពិតជាមិនទាន់ដើរដល់ចំណុចនោះទេខ្ញុំនៅមិនទាន់ដឹងថាតើប្រទេសរបស់ព្រះអង្គនឹងព្រមទទួលយកការដឹកនាំរបស់ព្រះអង្គដែរឬអត់នោះឡើយប៉ុន្តែអ្វីដែលប្រកាសប្រជាបំផុតនោះនៅត្រង់ថាប្រសិនបើប្រជាជាតិអ៊ីរ៉ង់យល់ព្រមនោះនឹងល្អជាមួយខ្ញុំការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump បានកាត់ឡើងស្របពេលមានភាពវឹកវរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអ៊ីរ៉ង់និងការបង្ក្រាបយ៉ាងឃោរឃៅបណ្ដាលឲ្យចំនួនអ្នកស្លាប់កើនឡើងរាប់ពាន់នាក់បច្ចុប្បន្នលោកប្រធានាធិបតីកំពុងតែពិចារណាអំពីវិធានការយោធាដើម្បីជួយសង្គ្រោះដល់ក្រុមបាតកោ